ប្រពុតសំដែងថាមានជីវិតគឺស្មើនឹងមានទុក្ខហើយពាក្យនេះខ្ញុំឃើញញាតិពធទាំងឡាយជាច្រើនធ្លាប់និយាយពាក្យហ្នឹងហើយទទួលស្គាល់ដែរប៉ុន្តែនៅពេលដែលទុក្ខមកដល់ក្នុងជីវិតជាក់ស្ដែងបែរជាទទួលយកមិនបានអ្នកខ្លះក៏យំស្រែកចិត្តនឹងមិនស្រួលកន្ទក់កន្ទិញសៅមងបន្ទោសនេះបន្ទោសនោះព្រោះតែសេចក្តីទុក្ខមកដល់តែមិនបានពិចារណាថានៅពេលដែលទុក្ខមិនទាន់មកដល់ចេះនិយាយពាក្យថាមានជីវិតគឺស្មើនឹងមានទុក្ខដែរទទួលស្គាល់អញ្ចឹងដែរតែដល់ពេលទុក្ខមកដល់វាភ្លេចអាពាក្យនឹងបាត់អញ្ចឹងធ្វើឲ្យជីវិតនឹងកើតទុក្ខតែបើសិនជានឹកឃើញពិចារណាពាក្យនឹងទៅទុក្ខនោះនឹងធូរស្រាលណានឹងធូរស្រាលជាងមុនដោយជាក់ស្ដែងដោយបច្ចុប្បន្នហ្នឹងប្រទេសយើងកំពុងតែមានសង្គ្រាមឬក៏មានជនភៀសសឹកជាច្រើនដែលលោកជលៀសខ្លួនមកទាំងអស់ហ្នឹងច្បាស់ជាភាគច្រើនគឺជួបទុក្ខហើយតែបើសិនជាអាចពិចារណានៅពាក្យនេះយល់អបញ្ញាក្នុងការពិចារណានោះប្រកាសជាអាចជួយរំដោះផ្លូវចិត្តហ្នឹងកុំឲ្យសូវកើតទុក្ខកុំឲ្យសូវកើតទុក្ខព្រោះយល់ច្បាស់ថាមានជីវិតគឺមានទុក្ខអញ្ចឹងបើសិនជាកុំមានជីវិតអត់មានអីទុក្ខអត់មានអីត្រូវកើតទុក្ខទេមិនចាំបាច់រត់គេចខ្លួនមិនចាំបាច់មកជួបនឹងរឿងអញ៉ែអញ៉ៃដណ្ដើមទឹកដណ្ដើមដីគ្នាមិនចាំបាច់ទេអញ្ចឹងបើសិនជាអស់ជីវិតបាត់បរិនិព្វានដោយពុទ្ធអញ្ចឹងទៅដោយសារវគ្គរបស់ពុទ្ធអញ្ចឹងអស់ជីវិតអស់កំណើតមានអីត្រូវទុកត្រូវព្រួយទៅដណ្ដើមត្រូវប្រកួតប្រជែងចង់ឈ្នះចង់ចាញ់ឲ្យទៀតគឺអស់លេងមិនស្រួលអញ្ចឹងទុកដែលព្រោះតែមានជីវិតហ្នឹងគឺពិបាកណាស់បើសិនជាបុគ្គលណាយល់ឃើញច្បាស់ថាមានជីវិតគឺស្មើនឹងមានទុក្ខបុគ្គលនោះយល់ច្បាស់ដោយបញ្ញារបស់ខ្លួនឯងបុគ្គលនោះច្បាស់ជាមានឧបាយឬក៏អាចចិត្តនឹងត្រូវតែរកផ្លូវចេញពីទុក្ខហើយព្រោះដឹងច្បាស់ថាជីវិតនឹងវាជាទុក្ខហើយអញ្ចឹងត្រូវតែរកផ្លូវចេញអញ្ចឹងបច្ចុប្បន្ននេះពុទ្ធលោកសំដែងផ្លូវប្រាប់អស់ហើយបើសិនជាមានបុគ្គលណាចង់ចេញចាកពីជីវិតដែលជាទុក្ខហ្នឹងគឺមានផ្លូវសម្រាប់ដោះចេញណាអញ្ចឹងអ្នកទាំងឡាយអាចរៀនសូត្រនិងអាចបដិបត្តិដើម្បីគេចចេញពីជីវិតនេះបានកាលណាអស់ជីវិតអស់កំណើតមានអីត្រូវទុកទៀតគឺមិនចប់ខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា